Chàoថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនពីវិធីបុកកន្ទុយហើយខ្ញុំដាក់ខ្ទឹម2មើមហើយម្ទេសប្រហែលនិយាយទៅម្ទេសតិចជាងខ្ទឹមបន្តិចចាហើយខ្ញុំលីងវារហូតដល់វាក៏ពណ៌ឡើងកម្ៅចាយើងលីងឲ្យឡើងកម្ៅប៉ុណ្ណឹងមកគឺបានណានេះអ្នកទាំងអស់គ្នាឃើញណាចាតោះមកយើងទុកវាឲ្យត្រជាក់បន្តិចសិនដើម្បីឲ្យងាយស្រួលក្នុងការយើងបុកវាចាយើងដាក់ប្រហុកបន្តិចប៉ុណ្ណឹងមកព្រោះអីខ្ញុំបុកកន្ទុយហេះនេះគឺខ្ញុំអត់ធ្វើច្រើនដែរខ្ញុំធ្វើតែបន្តិចទេអញ្ចឹងស្រាប់ខ្ទឹមនិងម្ទេសខ្ញុំប៉ុណ្ណឹងខ្ញុំដាក់ប្រហុកបន្តិចប៉ុណ្ណឹងហើយយើងច្រាំវាមកទៅហើយបើសិនជាអ្នកទាំងអស់គ្នាចង់ដាក់ប្រហុកឆ្អិនអាចយកប្រហុកនឹងទៅដាក់អាំងឬមួយក៏ដាក់ដុតឲ្យឆ្អិនសិនចាំយកមកបុកជាមួយនឹងខ្ទឹមម្ទេសក៏បានដែរប៉ុន្តែយើងក៏អាចដាក់ប្រហុកឆៅបានដែរចាឥឡូវយើងចាប់ផ្ដើមបុកម្ទេសហើយនឹងខ្ទឹមចាខ្ទឹមនិងម្ទេសខ្ញុំមាត់ហើយចានៅពេលដែលខ្ទឹមនិងម្ទេសយើងមាត់ហើយយើងដាក់ត្រីឆ្អើរចូលត្រីឆ្អើរនេះខ្ញុំបានបកសំបកវារួចហើយយើងគ្រាន់តែបេះចូលទេហើយយើងដាក់ស្មានមើលនឹងបរិមាណដែលយើងដាក់ខ្ទឹមហើយនិងម្ទេសហ្នឹងណាចាត្រីឆ្អើរដែលខ្ញុំបានដាក់នេះប្រហែលជាត្រីមួយនៅពេលដែលយើងបេះសបកបេះពីអីអស់ណាចានៅពេលដែលខ្ញុំបុកត្រីឆ្អើរជាមួយនឹងម្ទេសម៉ត់ហើយខ្ញុំដាក់ប្រហុកដែលខ្ញុំច្រាំមិញហ្នឹងចូលចានេះប្រហុកខ្ញុំនៅពេលដែលយើងបុកចូលគ្នាអស់ហើយយើងថែមគ្រឿងខ្ញុំដាក់ប៊ីចេងចូលបន្តិចហើយស្ករសបន្តិចហើយទឹកត្រីបន្តិចហើយយើងបុកវាចូលគ្រឿងនឹងទៀតទៅហើយយើងភ្លក់តាមយើងចូលចិត្តទៅគឺល្មមប៉ុណ្ណាយើងដាក់ប៉ុណ្ណឹងទៅគឺរួចរាល់ហើយចាបុកកន្ទុយហេះរបស់ខ្ញុំរួចរាល់ហើយមើលទៅគួរឆ្ងាញ់មែនតើយើងញ៉ាំជាមួយបាយក្តៅក្តៅអញ្ចឹងតែបាយកកក៏បានគឺថាឆ្ងាញ់ឥឡូវខ្ញុំភ្លក់បន្តិចគឺថារសជាតិវាល្មមហ្មងណាញ៉ាំទៅអត់មានខ្វះអីទេហើយហឹលចាប់ហ្មងចាបើយើងចង់ទុកឲ្យបានយូរយើងដួសវាដាក់ចូលទៅក្នុងកន្លស្អាតណាដាក់ក្នុងទូទឹកកកទៅអត់ខូចទេទុកបានម្ដងមួយខែអីដែរចាអរគុណច្រើនអ្នកទាំងអស់គ្នាដែលបានមើលវីដេអូរបស់ខ្ញុំជម្រាបលា